ថ្មីទាំងស្រុង Chevrolet Silverado 1500ចំនួនទី5ទម្លាក់ម៉ាស៊ីនចាស់ចោលបដូរមុខមាត់ថ្មីកាចជាងមុនផ្នែកខាងក្នុងក៏ទំនើបជាងមុនបន្ទាប់ពីរថយន្ត Chevrolet Silverado 1500ចំនួនទី4មានវត្តមាននៅលើទីផ្សាររយៈពេល78ឆ្នាំពេលនេះក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិកបានធ្វើការកែប្រែដ៏ធំមួយដែលបានបញ្ចេញរថយន្ត Chevrolet Silverado ចំនួនទី5ដែលបានផ្លាស់ប្ដូររូបរាងថ្មីស្រឡាងជាពិសេសផ្ដល់មកជាមួយជម្រើសម៉ាស៊ីនថ្មីខុសពី model ឆ្នាំ2026ចំពោះ Chevrolet Silverado ចំនួនថ្មីនេះផ្ដល់មកជាមួយជម្រើស7 model ផ្សេងគ្នាដែលក្នុងនោះរួមមាន Model ZR2 High Country Trail Boss Silverado Custom Trail Boss Custom និង WT សម្រាប់ម្ដាយ Option កម្ពុជាបានបំពាក់មកជាមួយម៉ាស៊ីន V8 ចំណុះ 5.7 លីត្រនិង 6.6 លីត្រដែលត្រូវបានច្នៃឡើងដើម្បីបង្កើនកម្លាំងបន្ថែមយ៉ាងពិសេសគូកូនជាមួយប្រអប់លេខស្វ័យប្រវត្តិ10វគ្គហើយក៏បានផ្ដល់មកជាមួយជម្រើសប្រើប្រាស់ទាំងប៉ុង1និងប៉ុង2ជាមួយជម្រើសនៃម៉ាស៊ីនថ្មីនេះត្រូវបានបង្កើតឡើងលើរចនាសម្ព័ន្ធវិស្វកម្ម Gen 6 ថ្មីស្រឡាងនិងបានប្រើប្រាស់បច្ចេកវិទ្យារួមគ្នាជាមួយរថយន្ត Sport Corvette ដែលក្រុមហ៊ុនបានលើកឡើងថានឹងផ្ដល់ជូននូវកម្លាំងម៉ាស៊ីនខ្លាំងជាងមុនព្រមទាំងជួយកាត់បន្ថយការបំភាយផ្សែងឧស្ម័នទៀតផងចំណែក model standard បំពាក់មកជាមួយម៉ាស៊ីន V4 ប្រភេទ Turbo Max ចំណុះ 2.7 លីត្រប៉ុន្តែត្រូវដោះចេញនូវប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ8វគ្គចំនួនចាស់ដោយបដូរមកប្រើប្រាស់ប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ10វគ្គដោយក្រុមហ៊ុន GM បានអាងថាវាអាចរត់ស្ទុះជាងមុននិងមានការចូលលេខរលូនជាងមុនបន្ថែមពីនេះក៏មានជម្រើសម៉ាស៊ីន Mazda Duramax ចំណុះ 3.0 លីត្រផងដែរបាននេះពីការផ្លាស់ប្ដូរដ៏ធំរបស់ Chevrolet Silverado 1500ស៊េរីឆ្នាំ2027គឺការលុបចោលនូវជម្រើសម៉ាស៊ីនចំណុះ 3.5 លីត្រនិង 6.2 លីត្រដែលមានបំពាក់នៅលើរថយន្ត Chevrolet Silverado 1500ស៊េរីឆ្នាំ2019ដល់2026ក្រៅពីការកែប្រែម៉ាស៊ីន Chevrolet Silverado 1500ចំនួនទី5ក៏បានកែប្រែរូបរាងខាងក្រៅថ្មីស្រឡាងទាំងស្រុងដែលបានបំពាក់មកជាមួយប៉ាណាខាងមុខធំ Design បែប Sport និងប្រព័ន្ធភ្លើង LED ទាំងផ្នែកខាងមុខផ្នែកខាងក្រោយ Design ជាមួយរូបរាងដ៏មុតស្រួចបន្ថែមពីនេះផ្នែកខាងក្រៅក៏មានបំពាក់មកជាមួយគ្រឿងលេងជាច្រើនទៀតរួមមានភ្លើង LED ជាប់នៅដំបូលផ្នែកខាងក្រោយដែលមានប្រវែងរហូតដល់3អ៊ីងជំនាន់ជើងជំហានរចនាយ៉ាងស៊ីវិល័យនិងប្រព័ន្ធស៊ីម៉ាំងភ្លោះដែលរចនាមកជាមួយកន្ទុយស៊ីម៉ាំងចំនួន4នៅផ្នែកខាងក្រៅបំពាក់ជាស្តង់ដារចាប់ពី Option Custom ឡើងទៅងាកមកមើលផ្នែកខាងក្នុងកាន់តែពិសេសដោយផ្នែកខាងមុខបានបំពាក់មកជាមួយអេក្រង់កំសាន្តទំហំ 16.3 អ៊ីងអេក្រង់កុងទ័រ Digital ទំហំ 12.2 អ៊ីងអ្វីដែលកាន់តែពិសេសគឺការថែមមកជាមួយអេក្រង់កំសាន្តសម្រាប់អ្នករួមដំណើរនៅផ្នែកខាងមុខទំហំរហូតដល់ 11.5 អ៊ីងសម្រាប់ Chevrolet Silverado 1500ស៊េរីឆ្នាំ2027ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាជំនួយការបើកបរដោយមិនកាន់ចង្កូត Super Cruise ហើយវាក៏ជាបច្ចេកវិទ្យាបើកបរមិនចាំបាច់កាន់ដៃចង្កូតតែមួយគត់នៅលើឡុងផ្លូវដែលមានសមត្ថភាពអាចអូសសណ្តៅរមាក់នៅពីក្រោយបានបន្ថែមពីនេះសម្រាប់ Model ZR2 Trail Boss និង Silverado បានបំពាក់មកជាមួយដំបូលកញ្ចក់ Sunroof ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តអាចបើកដំបូលដើម្បីស្រូបយកខ្យល់អាកាសធម្មជាតិដើម្បីធ្វើយ៉ាងណាឲ្យការបើកបរកាន់តែមានផាសុកភាពនិងការរីឡេកបាននេះពីតម្លៃវិញ Chevrolet Silverado 1500ស៊េរីឆ្នាំ2027ត្រូវបានគេរំពឹងថានឹងអាចដាក់លុយជាមួយតម្លៃប្រហាក់ប្រហែលពី$39,000ដល់$83,000អាស្រ័យទៅតាម option និងការបន្ថែមមុខងារផ្សេងៗទៅតាមតម្រូវការរបស់អ្នកទិញសម្រាប់បងប្អូនក្រោយពីទស្សនាវីដេអូនេះហើយយល់ឃើញយ៉ាងណាដែរចំពោះរថយន្ត Pick-up Chevrolet Silverado 1500ចំនួនទី5នេះអាចធ្វើការបញ្ចេញមតិនៅក្នុងវីដេអូនេះបានចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត